បងឯងមកមើលខ្ញុំងត់ទឹកធ្វើអីឆាប់ចេញពីផ្ទះខ្ញុំទៅនេះខ្ញុំជាមនុស្សស្រីណាគោរពសិទ្ធិខ្ញុំខ្លះផងបានទេអូនឯងជាអ្នកមកងូតទឹកនៅត្រង់នឹងខ្លួនឯងសោះមកបន្ទោសបងរកស្អីបងដើរកាត់វាឃើញដល់ចៃដន្យតាមិនមែនជាកំហុសរបស់បងទេហើយបងក៏មិនចង់ដើរហួសតាណាដែរមនុស្សអីក៏អន់ចរិតយ៉ាងនេះបានជាខ្ញុំឈប់ងត់ទឹកហើយបងឯងនៅនឹងទីក៏នៅចោះនិយាយចប់នាងភ្នីក៏បានដើរចាក់ចេញទៅតែម្ដងអាងតែខ្លួនឯងជាស្រីស្អាតមែនទេបានជាលេងរឹកពីសម្បើម្លេះនាពេលជប់ឡើងក៏មានអ្នកមកសួរស្ដីដណ្ដឹងនាងភ្នីតែម្ដងលបងអ្នកបងខ្ញុំមកនេះមកស្ដីទៅដឹងកូនកំមុំលបងឲ្យមកកូនកំឡោះខ្ញុំហើយលបងគិតយ៉ាងណាដែរបើខ្ញុំសុំចែកចៅឲ្យកូនកំឡោះរបស់ខ្ញុំនោះយើងជាអ្នកភូមិស្រុកជាមួយគ្នាស្រាប់លបងក៏ដឹងដែរថាកូនប្រុសខ្ញុំវាមានចរិតបែបណានោះចុះខ្ញុំមានទៅថាស្អីប៉ុន្តែរឿងនេះខ្ញុំចង់សួរចិត្តកូនស្រីខ្ញុំសិនតើនាងយល់ព្រមឬក៏អត់បាទអញ្ចឹងសួរសិនតើលបងខ្ញុំមិនបខំនោះទេខ្ញុំធានាថាចំកូនស្រីលោកពូមិនឲ្យលំបាកទេខ្ញុំជាអ្នករកលុយហើយនាងជាអ្នកទុកដាក់លោកពូក៏បានដឹងដែរថាខ្ញុំប្រកែរកស៊ីប៉ុណ្ណានោះពូដឹងប៉ុន្តែពូសុំសួរចិត្តកូនស្រីពូសិនណាបើកូនពូយល់ព្រមយ៉ាងណាចាំពូប្រាប់ទៅវិញបែបនោះបើអញ្ចឹងខ្ញុំនិងកូនប្រុសគិតថាសុំលាលបងនិងអ្នកទៅវិញសិនហើយបាទអញ្ជើញចុះលបងពូងុននិងកូនប្រុសក៏បានចាក់ចេញទៅតែម្ដងកូនឯងគិតយ៉ាងម៉េចដែរអំពីរឿងនេះពុកនិងម៉ែអត់បង្ខំកូនឯងទេណាកូនឯងសម្រេចចិត្តបែបណាក៏បានដែរព្រោះវាជារឿងអនាគតរបស់កូនឯងដៃគូជីវិតបើរើខុសទឹកភ្នែកតែបើរើត្រូវកូននឹងពោពេញដោយស្នាមញញឹមសេចក្តីសុខខ្ញុំមិនមានចិត្តលើគាត់ទេណាពុកម៉ែខ្ញុំមានមនុស្សនៅក្នុងចិត្តរបស់ខ្ញុំរួចហើយប្រាប់ត្រង់អញ្ចឹងមកពុកនិងម៉ែក៏មិនបន្ទោសស្អីដែរប៉ុន្តែស្រឡាញ់ពេញចិត្តលើអ្នកណាគឺត្រូវតែមើលគេឲ្យបានល្អិតល្អន់ផងណាកូនបើគេអាចពឹងពាក់ទុកចិត្តបានចាំសម្រេចចិត្តជ្រើសរើសយកគេចាប់ពុកខ្ញុំយល់ហើយនាថ្ងៃបន្ទាប់នាងភ្នីកំពុងតែកាត់ស្លឹកចេកស្របពេលជាមួយគ្នានឹងផងដែរនាងងាមក៏បានមកគ្រូអូនឯងកំពុងតែធ្វើអីនឹងអូនហើយរឿងដែលបងមកសួរកាលពីយប់មិញអូនឯងគិតយ៉ាងម៉េចដែរបងចាំទទួលស្ដាប់ចម្លើយពីពុកខ្ញុំទៅភាសាជាងរឿងហេតុអីក៏មិនអាចប្រាប់បងបានគ្រាន់តែឆ្លើយទៅយល់ព្រមសោះអូននឹងខ្លាយជាប្រពន្ធអ្នកមានវ័យក្មេងបាត់ទៅហើយកុំគិតអីឆោតឲ្យវាតានតឹងពេកអូនអើយសម័យនេះគេចាយលុយហើយអារឿងទឹកចិត្តស្មោះសរអីនោះវាស៊ីអត់កើតទេក្រដឹងតែអត់អង្គច្រកឆ្នាំងវេទនាដាច់ពោះស្លាប់មិនខានទេណាអូនត្រូវចេះគិតពីចំណុចនេះផងកុំតាមតែចិត្តខ្លួនឯងហើយមិនគិតពីជីវភាពនៅក្នុងគ្រួសារនោះយកឪពុកម្ដាយជាធំណាអូនខ្ញុំមិនអាចប្រាប់បងបានទេខ្ញុំគិតថាបងឯងគួរតែជួបឪពុកខ្ញុំសួរគាត់វិញទៅរឿងដៃគូជីវិតបើរើខុសគឺទឹកភ្នែកហើយក្នុងមួយជីវិតមនុស្សស្រីគឺគ្មានស្រីណាចង់បាត់ប្តីពី3នោះទេតើត្រូវគិតពិចារណាឲ្យបានដុតដូចគ្នាមើលពីបំណាំបុគ្គលម្នាក់នោះដែរមិនមែនចេះតែយកឲ្យបាននឹងបាននោះទេហើយក៏មិនមែនជ្រើសរើសយកព្រោះតែគេមានលុយសន្ធឹកសន្ធាប់អាចផ្គប់ផ្គង់ជីវភាពយើងបានតែមិនអាចផ្គប់ផ្គង់សេចក្តីសុខផ្លូវចិត្តឲ្យយើងសុខសាន្តបាននោះក៏វាមិនប្រសើរដែរណាបងអូនឯងនិយាយមកនេះបានន័យថាបដិសេធនឹងបងហើយតើមែនទេឆ្លើយឲ្យត្រង់ជាមួយបងមកកុំលេងរឹកពីដល់ថ្នាក់នេះពេកអីនាងគិតថាមនុស្សស្រីមានតែនាងមួយមែនទេនៅលើលោកនេះខ្ញុំមិនបាននិយាយថាមានតែខ្ញុំទេប៉ុន្តែរឿងដៃគូជីវិតខ្ញុំចង់រស់នៅប្រកបដោយសុភមង្គលគេចេះផ្គត់ផ្គង់ចិត្តខ្ញុំឲ្យប្រសើរក្រទ្រគឺអាចរកបានតែបើក្រសុភមង្គលមិនចេះផ្គត់ផ្គង់ឲ្យគ្នាគឺវាពិបាករកណាស់នាងកំពុងតែឌៀមដាំខ្ញុំដែលមិនចេះរកសុភមង្គលឲ្យអ្នកណាមែនទេច្បាស់ជាចង់ត្រូវខ្លាំងហើយមើលទៅនោះនាងងាមបំរុងលើកដៃវាយនាងភ្នីតែខណៈពេលនោះផងដែរនាងចំណូលក៏បានមកតន់ណែអញចង់ធ្វើស្អីហ្នឹងឆាប់ដកដៃអញចេញឲ្យរហ័សកុំគិតយកមកធ្វើបាបលើមនុស្សស្រីបែបនេះអញគ្មានភាពជាមនុស្សប្រុសទេអីដែលចង់ប្រើកម្លាំងបាយគំរាមលើមនុស្សស្រីអញ្ចឹងនោះរឿងរបស់យើងតើឯងមិនចេះដឹងរកស្អីចេញឲ្យឆ្ងាយពីពួកយើងទៅកុំចូលមកចិត្តក្លិនមិនក្អូបក្លិនក្រដូចជាឯងយើងមិនចង់ឲ្យចូលមកចិត្តទេក្រនឹងវាទៅធ្វើស្អីទើសក្បាលឯងអីដែលឯងចាំបាច់ហាមាត់ដៀលគេដែលក្រលំបាកជាងខ្លួនឯងបែបហ្នឹងនោះរស់នៅជាអ្នកមានទ្រព្យសម្បត្តិតែចិត្តកំណត់ស្អុយឲ្យលួយតែម្ដងមានតែទ្រព្យសម្បត្តិតែទឹកចិត្តឯងគ្មានទេថែមទាំងអំណាចទៀតផងរស់មិនយូរទេបើនៅតែបែបនេះនោះអាចចំណោឯងចង់ត្រូវរបស់យើងហើយមែនទេបានជាហ៊ានតម្លឹងរឹកខ្លាំងម្លឹងយើងមិនធ្វើអ្វីខុសយើងមិនខ្លាចនោះទេអាចចំណោរស័តបានហើយបងឯងទៅផ្ទះបងឯងវិញចុះហើយរឿងដែលស្ដីដណ្ដឹងខ្ញុំនោះគឺខ្ញុំមិនព្រមឡើយខ្ញុំមិនស្រឡាញ់បងឯងទេយកវាទៅអញ្ចឹងចាំមើលបានស្អីស៊ីនាងងាមក៏បានចាក់ចេញទៅតែម្ដងគេមកចូលស្ដីទៅដឹងអូនមែនទេគេចូលសួរយកមិញតែខ្ញុំមិនព្រមទេខ្ញុំចាំម្នាក់នោះហើយនរណាគេទៅអូនប្រាប់បងបានអត់អ្នកដែលប្រាប់ខ្ញុំពេលម្សិលមិញថាឲ្យម៉ែចូលសួរខ្ញុំនោះអីបងដឹងតែឲ្យម៉ែបងចូលសួរល្ងាចនេះហើយអូនកុំបារម្ភអីរងចាំបងសិនទៅណាបានចឹងក៏បញ្ញាផងទៅកុំឲ្យគេមកកាត់មុខមុនទៀតបានបងយល់ហើយនាពេលរសៀលនាចំណូជិះម៉ូតូមកឈប់នៅក្បែរទឹកបឹងតែខណៈនោះក៏បានជួបនឹងនាងងាមអញគិតថាយកចិត្តនាងបានហើយអាចឈ្នះទឹកលុយយើងបានមែនទេទឹកចិត្តមិនអាចយកទឹកលុយមកទិញបានទេកុំប្រកែកយកលុយមកគ្មានអ្វីដែលលុយមិនអាចទិញបាននោះទេឯងត្រូវចាំផងទៅថាលុយអាចយកទៅទិញអ្វីបានទាំងអស់មិនថាក្បាលឯងនោះទេលុយរបស់ឯងមិនអាចយកមកទិញខ្ញុំឲ្យបដូរចិត្តចេញពីមនុស្សស្រីដែលខ្ញុំស្រឡាញ់នោះទេហើយលុយឯងក៏មិនអាចទិញអាយុជីវិតមនុស្សដែលស្លាប់កប់នៅក្នុងដីហើយឲ្យមករស់មានជីវិតវិញបានដែរលុយមិនអាចទិញទឹកចិត្តបរិសុទ្ធរបស់អ្នកណាម្នាក់បានឡើយតែយើងមិនជឿនោះទេថាលុយទិញទឹកចិត្តគេមិនបានទិញបានចំពោះអ្នកដែលមានទឹកចិត្តមិនស្មោះត្រង់លោភលន់យកលុយជាតណ្ហាដាក់មុខប៉ុន្តែគ្មានទឹកចិត្តស្មោះត្រង់ពិតប្រាកដឲ្យឯងឡើយកុំរៀបរាប់ច្រើនពេកយើងនឹងយកនាងឲ្យបានឯងចាំតែមើលទៅយើងអង្គុយចាំតែមើលនោះទេនាងងាមក៏បានចាក់ចេញទៅនាពេលជប់ឡើងនាងចំណូក៏បាននាំម្ដាយមកស្ដីដណ្ដឹងនាងភ្នី
កូនខ្ញុំវាចង់បានកូនស្រីលោកបងហើយឲ្យខ្ញុំនេះមកសាកសួរលោកបងហើយលោកបងគិតបែបណាដែរទៅគ្រួសារខ្ញុំក៏មិនសូវជាធូរធារអីបន្តិចទេប៉ុន្តែកូនប្រុសខ្ញុំវាអាចចិញ្ចឹមផ្គត់ផ្គង់ឲ្យកូនលោកបងបានហូបអាហារ3ពេលសម្លៀកបំពាក់លុយកាក់បាន ខ្ញុំមានតែសួរចាត់កូនស្រីខ្ញុំប៉ុណ្ណោះបើនាងយល់ព្រមខ្ញុំក៏មិនជំទាស់ដែរកូនអញយល់ព្រមដែរទេកូន ខ្ញុំព្រមឲ្យពុក បើអញ្ចឹងគឺល្អហើយយើងចាស់នេះចាំតែដេញពេលឲ្យរៀបការតែម្ដងទៅអ្នក ខ្ញុំក៏មានតែដាច់គ្រួសារលោកបងណាមិនប្រកាន់គ្រួសារខ្ញុំ មិនដឹងជាប្រកាន់ស្អីទេអ្នកអើយបើសុទ្ធតែជាអ្នកភូមិជាមួយគ្នាសំខាន់គឺក្តីសុខកូនស្រីតែមួយរបស់ខ្ញុំគឺគ្រប់គ្រាន់ហើយ នាថ្ងៃបន្ទាប់នាយចំនួនកំពុងតែបដាកូនឆ្កែដើរលេងខណៈនោះក៏បានជួបនឹងនាយច័ន្ទ អាចចំណោះហើយនាំកូនឆ្កែដើរទៅណាហ្នឹងវ៉ៃទៅរកគូទៅដឹងគ្នាហ្នឹងណាហើយអញទៅមកពីណាដែរហ្នឹងគ្នាទៅមកពីស្រែដែរគ្នាបានឃើញនាងភ្នីភ្នានៅជាមួយនឹងអាងាមដូចជាស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ក៏ហក់ទីដឹងភ្នីភ្នាឯណាទៅស្និទ្ធស្នាលជាមួយនឹងវាកើតនោះបើឯងជឿឯងប្រញាប់ទៅមើលទៅកុំឲ្យថាយើងនេះនិយាយកុហកឯងបាន នាយចំនួនក៏ប្រញាប់មករកនាងភ្នីភ្នានៅឯស្រែខណៈនោះក៏បានឃើញដូចអ្វីដែលនាយច័ន្ទនិយាយពិតមែន ភ្នីភ្នាកូនអញកំពុងធ្វើអីជាមួយគេហ្នឹងឃើញហើយនៅសួរធ្វើអីទៀតនាងនឹងយើងកំពុងតែបលែងគ្នាហ្នឹងហើយឯងនេះចាំមកសួរមកអញ្ចឹងកើតដែរកូនអញហ៊ានធ្វើដូច្នេះដាក់បងផងមែនទេ គេកុហកបងទេខ្ញុំមិនបានបលែងអីជាមួយគេឡើយគឺគេព្យាយាមចូលមករករឿងខ្ញុំមានបំណងមិនល្អមកលើខ្ញុំបងកុំគិតមកលើខ្ញុំអាក្រក់អីបានទេ